សួស្តីអ្នកដែលចង់រៀនភាសាអាល្លឺម៉ង់ទាំងអស់គ្នាបាទហើយខ្ញុំបង្កើត channel នេះឡើងគឺក្នុងគោលបំណងចែកចាយអំពីភាសាអាល្លឺម៉ង់ខ្លះៗក្នុងការរៀនហើយនឹងរបៀបនៃការរៀនហើយខ្ញុំមានវីដេអូខ្លះនៃការរៀនភាសាអាល្លឺម៉ង់ដើម្បីចែកជូនបងប្អូនទាំងអស់គ្នាខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាមានតម្រូវការខ្លះដែរក្នុងការប្រើប្រាស់ភាសាអាល្លឺម៉ង់ដូចជាបងប្អូនត្រូវការប្រឡងយកសញ្ញាបត្រមិនថាបងប្អូននៅប្រទេសកម្ពុជាឬក៏នៅក្រៅប្រទេសទេណាបើសិនជាបងប្អូនមិនមានពេលគ្រប់គ្រាន់ទៅរៀននៅសាលារៀនគឺបងប្អូនអាចចូលរៀនជាមួយនឹងខ្ញុំផ្ទាល់ហើយខ្ញុំអាចបង្រៀនបងប្អូនឲ្យចេះនិយាយនិងចេះសរសេរនិងរបៀបនៃការប្រឡងបានណាបងប្អូនបាទហើយបច្ចុប្បន្នខ្ញុំក៏មានសិស្សជាច្រើនដែលកំពុងតែរៀនគឺខ្ញុំមានគ្រប់ម៉ោងណាបងប្អូនតាំងពីម៉ោងព្រឹករហូតដល់ថ្ងៃនិងម៉ោងល្ងាចរហូតដល់ម៉ោង12យប់គឺខ្ញុំបង្រៀនជារៀងរាល់ថ្ងៃហើយក៏មានសិស្សជាច្រើនដែលគាត់បានជោគជ័យក្នុងការរៀនហ្នឹងហើយបងប្អូនក៏អាចទៅប្រឡងជាមួយនឹងគេនៅឯសាលារៀនផងដែរនេះគឺខ្ញុំមានន័យថាសម្រាប់បងប្អូនដែលមិនមានពេលទៅរៀននៅសាលាផ្ទាល់ណាបងប្អូនបាទហើយគឺខ្ញុំចង់បង្ហាញពីរបៀបរៀនខ្លះៗគឺខ្ញុំមានជាភាសាខ្មែរក្នុងការជំនួយនិយាយទៅគឺខ្ញុំបញ្យល់ជាភាសាខ្មែរតែម្ដងបងប្អូនហើយអាចយល់ឆាប់លឿនហើយនឹងខ្ញុំមានសៀវភៅស្តង់ដារគឺដូចថ្នាក់អន្តរជាតិដែលគេរៀនអញ្ចឹងហើយនៅសាលារៀនគេរៀនយ៉ាងម៉េចគឺយើងរៀនដូចគ្នាបងប្អូនហើយបើបងប្អូនមានពេលសូមបងប្អូនទៅរៀននៅសាលារៀនចុះណានៅទីក្រុងភ្នំពេញគឺមានសាលារៀនគេរៀននៅទីនោះហើយបងប្អូនអាចទៅរៀនបានទីនោះគឺល្អបាទហើយកូនសិស្សលោកខ្ញុំក៏មានគេរៀននៅទីនោះដែរហើយខ្ញុំគឺគ្រាន់តែរៀនបន្ថែមសម្រាប់អ្នកដែលមិនមានពេលទៅរៀននៅសាលាផ្ទាល់ទេណាសូមបញ្ជាក់ម្ដងទៀតគឺមិនមានគោលបំណងអ្វីផ្សេងទេបាទឧទាហរណ៍នេះគឺជា app មួយរបស់ខ្ញុំបាទផ្ទាល់ហើយខ្ញុំធ្វើវាគឺដើម្បីចែកចាយដល់បងប្អូនដែលមានបំណងរៀនហើយអាចនឹងរៀនជាភាសាខ្មែរបានផងដែរណាកន្លែងខ្លះមានអង់គ្លេសសុទ្ធកន្លែងខ្លះមានខ្មែរលាយប៉ុន្តែការបកប្រែនោះមិនសូវជាត្រឹមត្រូវទាំងស្រុងទេសូមជម្រាបតាមត្រង់ដោយសារខ្ញុំមិនបានសរសេរខ្លួនឯងទេដោយសារវាយូរចំណាយពេលយូរណាស់បងប្អូនហើយអញ្ចឹងគឺខ្ញុំត្រូវប្រើវិធីបកប្រែខ្លះដើម្បីជំនួយបកប្រែខ្លះក៏មិនសូវជាត្រឹមត្រូវដែរមិនសូវជាសុក្រិតទេប៉ុន្តែយើងប្រើប្រាស់បានគឺយើងយល់ន័យហ្នឹងគឺប្រើប្រាស់បានអ្វីដែលសំខាន់នោះគឺយើងយល់ពីវេយ្យាករណ៍យល់ពីអ្វីដែលយើងបានរៀនឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍បងប្អូនមើលកន្លែងនេះមិនមានអ្វីខុសទេណានេះបើសិនជាយើងរៀនអំពីកាលរបស់ភាសាអាល្លឺម៉ង់នោះគឺមានធម្មតាគឺដូចគេដូចឯងអញ្ចឹងគឺមានគេហៅថាបច្ចុប្បន្នកាលអនាគតកាលហើយនឹង perfect ហើយនឹងស្អីអញ្ចឹងទៀតទៅណាស្អីទៅលើយើងរៀនដល់ចំណុចមួយណានៃកន្លែងហ្នឹងអញ្ចឹងប៉ុន្តែឧទាហរណ៍នៅកន្លែងនេះគឺខ្ញុំចង់បញ្យល់អំពីទី1គឺនេះបងប្អូនប្រហែលជាមើលមកខ្ញុំតូចឃើញមើលទៅណាតូចមួយមូលហ្នឹងបាទនេះគឺជា pronouns មានន័យថាសព្វនាមគឺភាសាអាល្លឺម៉ង់មានអីគេខ្លះទី1មានខ្ញុំឯងគាត់នាងហើយនឹងវាពួកយើងពួកឯងពួកគេពួកលោកបាទអញ្ចឹងភាសាអាល្លឺម៉ង់គេអានថាម៉េចខ្លះគឺយើងអានថា ich du er sie es wir ihr sie sie តាមពិតកន្លែងនេះបងប្អូនខ្លះក៏អានថា C ធម្មតា
ហ្នឹងហើយយើងឃើញថា C ប៉ុន្តែសម្រាប់ភាសាអាល្លឺម៉ង់គឺសម្រាប់អក្សរ S ដែលនៅក្បាលដំបូងទីអញ្ចឹងគឺមិនមែនចេញខ្យល់ S ធម្មតាទេគឺយើងបញ្ចេញខ្យល់ថា Z Z គឺមិនមែន S ធម្មតាទេណាបើសិនជានៅកតុយឬក៏នៅកដាលយើងបញ្ចេញខ្យល់ថា S S ធម្មតាបាទអញ្ចឹងគឺមានន័យអញ្ចឹងហើយនេះជាកិរិយាសព្ទដែលបំបែកអញ្ចឹងកិរិយាសព្ទគឺវាអាស្រ័យទៅលើប្រធានបងប្អូនអញ្ចឹងប្រធានគឺជាអ្នកកំណត់នៃកន្ទុយរបស់កិរិយាសព្ទកន្ទុយយ៉ាងម៉េចបងប្អូនកិរិយាសព្ទដើមគឺមានកន្ទុយ an ដូចជាប៉ុន្តែនៅពេលដែលយើងយកទៅប្រើប្រាស់គឺយើងត្រូវបំបែកទៅតាមសព្វនាមនីមួយៗឧទាហរណ៍ ich lerne du lernst sie es lernt wir lernen ihr lernt sie lernen បាទអញ្ចឹងគឺមានចុងនៃកិរិយាសព្ទផ្សេងគ្នាសម្រាប់ ich ជាទូទៅគឺមានកន្ទុយ a សម្រាប់ du ជាទូទៅគឺមានកន្ទុយ st rs 3សព្វនាមនេះគឺមានកន្ទុយ t ជាទូទៅមួយទៀតគឺវាពួកយើងមានកន្ទុយ an ជាទូទៅ ear ពួកឯងមានកន្ទុយ t ជាទូទៅហើយនឹងមានកន្លែងខ្លះលើកលែងដែរប៉ុន្តែយើងនឹងឃើញនៅពេលក្រោយ z តូចមួយធំមួយពួកគេពួកគាត់ពួកនាងពួកវាហើយនឹងពួកលោក z ធំណាចឹងជាទូទៅគឺដូចគ្នាទាំងអស់គឺមានកន្ទុយ an គឺ lernen អរគុណសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះបើបងប្អូនចង់ដឹងចំណុចណាខ្លះនៃមេរៀនបងប្អូនអាច comment នៅខាងក្រោមខ្ញុំនឹងបញ្ចេញវីដេអូអំពីមេរៀននោះជូនបងប្អូនអូខេអរគុណច្រើនសូមបងប្អូនមានសុខភាពល្អទាំងអស់គ្នា